កិច្ចកំដៅទីក្រុងមកជ្រកបរពនៅការីរ៉ូមកយក2ថ្ងៃណាតែតាបងប្អូនព្រោះជឿឲ្យខាងការីរ៉ូនេះជាតំបន់ត្រជាក់គ្រប់រដូវកាលមែនចង់នៅកន្លែងផ្សេងក្តៅដល់ប្រមាណអង្សាក្តៅដូចអ្នកអត់សង្សារឲ្យឃើញគឺ sweet បដៅគ្នាកាត់មុខអីហ្នឹងណាមកដល់កន្លែងរបស់គាត់នេះគឺត្រជាក់ដូចទាំងអស់បំពង់ខ្ចីចឹងព្រោះនៅកន្លែងរបស់គាត់នេះគឺហុំព័ទ្ធមកជាមួយនឹងធម្មជាតិគេមានបឹងគេមានកន្លែងជិះកង់ដើរលេងគេមានកន្លែងស្ទូចត្រីចឹងទៅហើយជិះទៅលេងសួនបន្លែយើងអាចបេះបន្លែនៅសួនបន្លែរបស់គាត់គេមានភ្លើងគប់ហើយគេមានកន្លែងអាំងសាច់ឲ្យយើងមកស្អាតតែម្ដងដោយពួកខ្ញុំចេះដើរលេងអស់ចិត្តហើយល្ងាចឡើងមកដុតភ្លើងគប់អាំងសាច់ញ៉ាំហើយដាក់ជាមួយនឹងអីចាក់ៗដូច Gensburg នេះទៀតមកគឺថា chill មែនតើ Gensburg Snow cool like that ហើយសម្រាប់កន្លែងដែលពួកខ្ញុំមកលេងនៅការីរ៉ូថ្ងៃនេះគឺនៅភូមិដំណាក់ដំរីទេបងប្អូនគឺនៅភូមិដំណាក់ដំរីឃុំយម៉ៅពេជ្រនើស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺទៅអត់ឆ្ងាយទេបើសិនជាបងប្អូនជិះពីភ្នំពេញមកប្រហែលជាយ៉ាងយូរ1ម៉ោងជាងតិចតួចហ្នឹងគឺមកដល់កន្លែងរបស់គាត់នេះហើយផ្លូវវិញគឺស្រួលក្នុងការធ្វើដំណើរទេហើយសម្រាប់នៅកន្លែងរបស់គាត់នេះគឺបរិយាកាសល្អខ្លាំងណាស់ធម្មជាតិព្រៃព្រឹក្សាអ្នកតាវ៉ាមានសត្វមានអីនៅក្នុងនេះគឺស្អាតខ្លាំងមែនតើបងប្អូនចូលមកដល់គឺមានអារម្មណ៍ថា fresh តែម្ដងហើយនៅខាងក្នុងនេះគាត់មានអាងហែលទឹកគាត់មានម៉ូតូកង់4មានម៉ូតូអាគុយមានកង់ឲ្យយើងជិះលេងណាបងប្អូនអាចយកទៅជិះលេងមើលតំបន់ទេសចរនៅខាងក្នុងនេះបានហើយគាត់មានចំការស្វាយចំការតារ៉េនសួនបន្លែធម្មជាតិកន្លែងស្ទូចត្រីមានច្រើនណាស់បងប្អូនស្រឡាញ់ activity ណាមួយបងប្អូនអាចទៅសម្ដៅទៅរកកន្លែងនឹងបានព្រោះឲ្យគាត់មានច្រើនគាត់មានបឹងបួរគាត់មានកន្លែងឲ្យយើងលេងច្រើនណាស់បងប្អូនមកលេងមួយថ្ងៃពីរយប់អីក៏មកលេងមិនអស់ដែរនៅកន្លែងរបស់គាត់នេះព្រោះវាស្អាតខ្លាំងពេកហើយនៅកន្លែងរបស់គាត់នេះបងប្អូនចង់គេងលក្ខណៈគ្រួសារក៏មានគេមានផ្ទះលំហែអីចឹងទៅឬក៏ពួកខ្ញុំនេះមកលើកនេះគឺពួកខ្ញុំគេងនៅក្នុងតង់ដែលពួកខ្ញុំគេងនេះគេហៅថាតង់ modern ហើយពួកខ្ញុំបានគេងនៅក្នុងតង់ modern ហើយក៏បានកំងជាមួយនឹងឈុត barbecue ពីខាងភូមិដំណាក់ដំរីហើយគាត់មានរៀបចំមកជាមួយនឹងចង្ក្រានរៀបចំចង្ក្រានអាំងសាច់ភ្លើងគប់អីឲ្យយើងមកស្អាតនៅទល់មុខតង់ខ្ញុំហ្នឹងតែម្ដងហើយឈុត barbecue របស់ខ្ញុំហ្នឹងគឺមានសាច់គោមានសាច់មាន់មានសាច់ជ្រូកអីចឹងណាហើយមានគ្រឿងសមុទ្រអីចឹងទៅអញ្ចឹងសម្រាប់បងប្អូនដែលមកលេងការីរ៉ុំលើកក្រោយអាចឈានចូលលេងនេះបានបងប្អូនអាចមកលេងឬក៏មកគេងក៏បានទៅតាមចំណង់ចំណូលចិត្តបងប្អូនអាចឈានចូលមកមើលមកបើសិនជាស្រឡាញ់យើងអាចគេងអីឬក៏លេងនៅនេះអីចឹងទៅអញ្ចឹងចំពោះទីតាំងក៏ដូចជាព័ត៌មានលម្អិតខ្ញុំដាក់នៅ comment ខាងក្រោមវីដេអូបងប្អូនអាចទៅ check មើលបានហើយវីដេអូរបស់ពួកខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេសូមជួបគ្នាជាមួយនឹងពួកខ្ញុំម្ដងទៀតនៅវីដេអូក្រោយបាយ